ខ្ញុំខំសម្រាញ់នេះក៏ខ្ញុំអាណិតដល់កសិករខ្មែរយើងដែលនៅជិតខាងគាត់ដែលបានបេះឆ្លឹកប្រេងខ្យល់គាត់ដាំឆ្លឹកគ្រៃគាត់ដាំអីហ្នឹងគាត់បានយកមកលក់ឲ្យយើងបងវិញថាមួយលក់មកដល់ប៉ុណ្ណឹងតែថ្ងៃណាព្រោះស្លឹកប្រេងខ្យល់ដែលយើងឃើញធម្មតាអាចក្លាយជាប្រេងដ៏មានតម្លៃដោយរបៀបណាដាំប្រេងខ្យល់នៅកម្ពុជាភាគច្រើនដុះនឹងត្រូវបានគេដាំយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមតំបន់ដែលមានលក្ខណៈភូមិសាស្ត្រនិងស្ថានភាពដីដូចនៅតំបន់ដីខ្សាច់និងដីទួលដោយសារដើមប្រេងខ្យល់ជាប្រភេទរុក្ខជាតិដែលធន់នឹងភាពរាំងស្ងួតវាដុះបានល្អបំផុតនៅតំបន់ដីខ្សាច់ដែលមិនសូវមានជីជាតិថ្ងៃនេះយើងមកមើលដំណើរការចម្រាញ់ប្រេងខ្យល់តាមបែបធម្មជាតិរបស់កសិករយើងទាំងអស់គ្នាខ្ញុំឈ្មោះនូអុនហៅជ្រូកនៅភូមិផ្លូវលោកឃុំត្រពាំងតញូងស្រុកត្រាំកក់ខេត្តតាកែវកាលពីមុនខ្ញុំធ្លាប់ដើរលក់ប្រេងកាឡាប្រេងខ្យល់គាត់ដែលធ្វើបានមុនដំបូងគេខ្ញុំដើរលក់តាមម៉ូតូជិះម៉ូតូដើរលក់អញ្ចឹងទៅអតិថិជនចេះគាំទ្រហើយចេះតែសើថាគុណភាពល្អដល់តែពេលគេស្គាល់ពីគុណភាពផលិតផលម៉ាកកសិករយើងរួចហើយក៏ខ្ញុំបែកគំនិតថាណែចង់សហការដៃគូជាមួយនឹងក្រុមហ៊ុនម៉ាកកសិករអញ្ចឹងខ្ញុំក៏ដំឡើងឡនឹងបានសម្រាញ់បានផលិតផលវត្ថុធាតុដើមហ្នឹងឲ្យគាត់មួយមុខទៅជួនកាលបានពីរមុខដែរប្រេងចក្រេខ្លះចឹងហើយប្រេងស្លឹកប្រេងខ្យល់ខ្លះខ្ញុំសម្រាញ់ប្រេងខ្យល់នេះវាបាន4 ឆ្នាំកន្លងមកហើយក៏បានប្រាក់ចំណូលគ្រាន់បើបានគ្រាន់តែហត់បន្តិចហត់ណាស់សម្រាប់តែបានជាប្រេងមុននឹងបានប្រេងយកទៅលក់ឲ្យក្រុមហ៊ុនហ្នឹងមុនដំបូងទៅបូតឆ្លឹកបានមកយកមកញាត់ដាក់ក្នុងឡញាត់ដាក់ក្នុងឡរួចហើយបានមួលខ្ចៅហើយបានយើងប្រមូលអស់ញាត់ក្នុងឡហ្នឹងដុតរយៈពេល3ម៉ោងទៅ4ម៉ោងបានទៅហូរប្រេងមកតិចហូររហូតដល់សឹងតែ24ម៉ោងទម្រាំតែបានប្រេងភ្លើងត្រូវដុតរហូតហ្នឹងរុញរហូតអស់ហ្នឹងញាត់រហូតហ្នឹងអត់មានដើរតាណារួចទេហើយប្រេងត្រូវមើលរហូតបើអត់មើលយើងណាញ៉ាខ្លាចវាហៀខ្លាចវាកពប់ដុតក្តៅពេកវាហួតប្រេងដុតណាញ់ល្មមទៅវាចេញបានល្មមហើយតែពេលអត់ដុតពេកវាអត់ហូរអញ្ចឹងถึงត្រូវថែភ្លើងបានល្អដែរតទៅពេលវាអស់ប្រេងយើងត្រូវបើកខ្ចៅកាយឆ្លឹកចេញយកទៅចាក់ចោលហត់ខ្លាំងណាតម្រាំតែបានប្រេងក្តៅខ្លាំងណាទៅបូតក៏ក្តៅយកមកញាត់យកមកដុតក៏ក្តៅពិសេសកាយឆ្លឹកហ្នឹងចូលទៅដោយចំហុយយ៉ាងក្តៅខ្លាំងហ្មងអូឥឡូវក៏រលែងបានដែរដោយសារខែប្រាំងអញ្ចឹងយើងចេះដើរទិញគេកាត់មកបានខ្លះហើយបើខែភាសាវិញទៅមានដាក់រោទិញគេទិញអត់បានទៀតមកគីប60000គេលក់ឲ្យរោងចក្រហើយដល់អញ្ចឹងយើងដើរទិញអត់បានទេខែភាសាលំបាកមែនទែនហ្មងហើយឆ្លឹកវិញសឹងតែ400គីឡូបាន1លីត្រខែភាសាវាខុសខែប្រាំងតែ300គីឡូអីបាន1លីត្រដែរតែបើខែភាសាចូល400គីឡូបាន1លីត្រ350គីឡូអីចឹងឆ្លឹកកាអាចយកទៅធ្វើជីចាក់ស្រែចាក់អីហ្នឹងទៅពេលវាលួយទៅល្អឆ្លឹកវាហើយខ្ញុំចាក់ក្នុងចង្ការខ្ញុំវ៉ាន់អាលួយធ្វើជីល្អហ្មងឆ្លឹកប្រេងខ្យល់1គីឡូ300 250ពេលណានេះ250 300អញ្ចឹងហើយគាត់សប្បាយចិត្តច្រើនហ្មងតែពេលបានឲ្យគាត់បូតស្លឹកយកមកលក់ឲ្យយើងពេលគាត់យកឆ្លឹកគ្រៃយកមកលក់ឲ្យយើងគាត់សប្បាយចិត្តណាស់អញ្ចឹងអាចជួយកសិករមកចំណែកដែរដោះស្រាយជីវភាពបានច្រើនអញ្ចឹងគាត់សប្បាយចិត្តច្រើនទីផ្សារដែលប្រេងខ្យល់នេះអត់មានអ្នកទិញមានតែក្រុមហ៊ុនកសិករដែលទទួលទិញយកទៅធ្វើប្រេងកាឡាប្រេងខ្យល់ប្រេងរឹតសរសៃហ្នឹងអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើដល់ប្រជាជននិងក្រុមហ៊ុនផ្សេងជួយគាំទ្រផលិតផលរបស់ខ្មែរព្រោះអីខ្មែរធ្វើបានហើយគុណភាពល្អអញ្ចឹងដើម្បីឲ្យកសិករយើងមានការងារធ្វើនិងមានប្រាក់ចំណូលកសិករគិតសុខភាពជាចម្បង